សួស្តីបងប្អូនទាំងអស់គ្នាអ្នកដែលចង់បានកម្ពស់ខ្ពស់ឆ្អឹងរឹងមាំជាពិសេសគឺនៅវ័យលូតលាស់វ័យជំទង់ក៏ដូចជាឪពុកម្ដាយចង់បានកូនមានកម្ពស់ខ្ពស់មានឆ្អឹងរឹងមាំគឺយើងអាចប្រើប្រាស់វីតាមីនដែលយើងតែងតែស្គាល់គឺកាល់ស្យូមយើងធ្លាប់ដឹងហើយកាល់ស្យូមគឺមានតួនាទីពលូតឆ្អឹងធ្វើឲ្យឆ្អឹងរឹងមាំហើយមានព័ត៌មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយទាក់ទងទៅនឹងវីតាមីនមួយមុខនេះប៉ុន្តែជាក់ស្ដែងបើសិនជាការប្រើប្រាស់មិនបានត្រឹមត្រូវចឹងប្រសិទ្ធភាពរបស់វាគឺតិចតួចហើយកាលណាដែលយើងលេបកាល់ស្យូមទៅពុំបានត្រឹមត្រូវប្រៀបដូចជាការចាក់ចោលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងចឹងដើម្បីប្រើប្រាស់បានត្រឹមត្រូវគឺយើងប្រើប្រាស់វីតាមីនកាល់ស្យូមហ្នឹងជាមួយវីតាមីនដតៃទៀតដូចជាវីតាមីនម៉ង់ហ្កាណេសសាំងសីវីតាមីន D3 វីតាមីន K2 ព្រោះទាំងអស់ហ្នឹងកាលណាដែលយើងប្រើរួមគ្នាជាមួយកាល់ស្យូមធ្វើឲ្យជំរាបកាល់ស្យូមហ្នឹងចូលទៅក្នុងឆ្អឹងបានល្អអញ្ចឹងប្រសិទ្ធភាពរបស់កាល់ស្យូមក៏ខ្ពស់ធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំក៏ដូចជាលូតលាស់ឆ្អឹងបានល្អប្រសើរផងដែរដោយឡែកបើសិនជាយើងប្រើប្រាស់តែកាល់ស្យូមតែមួយមុខហើយខ្វះនៅពពួកវីតាមីនទាំងអស់ហ្នឹងគឺប្រសិទ្ធភាពរបស់វាគឺធ្លាក់ចុះជាក់ស្ដែងវីតាមីន D3 គឺយើងអាចញ៉ាំជាមួយកាល់ស្យូមតែម្ដងហើយមួយទៀតគឺយើងអាចហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យព្រោះពន្លឺព្រះអាទិត្យពេលព្រឹកហ្នឹងគឺសម្បូរទៅដោយវីតាមីន D អញ្ចឹងក៏ជួយសម្រួលឲ្យកាល់ស្យូមរបស់យើងហ្នឹងជ្រាបចូលឆ្អឹងបានច្រើនផងដែរក៏ដូចជាធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំមួយទៀតក្នុងវ័យជំទង់ឬវ័យលូតលាស់នេះប្រសិនបើគាត់ជាសេពសូរ៉ាទាំងអស់ហ្នឹងគឺធ្វើឲ្យបាត់បង់សារធាតុអ៊ីយ៉ុងសារធាតុទឹកប្រៀបដូចជារុក្ខជាតិដែលខ្វះសារធាតុចិញ្ចឹមបាត់បង់ជាតិទឹកអញ្ចឹងយើងដឹងច្បាស់ហើយកាលណាដែលយើងញ៉ាំប៊ីយ៉ាញ៉ាំស្រាទៅកម្ដៅខ្លួនយើងកើនឡើងក៏ដូចជាការបត់ជើងច្រើនដែរហើយការបត់ជើងច្រើនហ្នឹងគឺបញ្ចេញមកវិញនៅសារធាតុអ៊ីយ៉ុងវីតាមីនសំខាន់មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ក៏ដូចជាដំណើរការក្នុងការស្រូបកាល់ស្យូមចូលទៅក្នុងឆ្អឹងជាពិសេសនៅពេលណាដែលយើងញ៉ាំប៊ីយ៉ាគឺយើងបាត់វីតាមីនម៉ង់ហ្កាណេសច្រើនមែនទែនធ្វើឲ្យយើងនឹងឈឺឆ្អឹងឆ្អែងលិតលហើយឈឺសាច់ដុំនឹងហើយបាត់បង់ម៉ង់ហ្កាណេសហើយក៏ដូចជាការបាត់បង់កាល់ស្យូមជ្រាបចូលឆ្អឹងផងដែរអញ្ចឹងហើយដើម្បីឲ្យកម្ពស់នៅក្នុងវ័យលូតលាស់របស់យើងក៏ដូចជាវ័យជំទង់របស់យើងនឹងមានភាពល្អប្រសើរគឺយើងប្រើប្រាស់អាហារវីតាមីនឲ្យបានត្រឹមត្រូវក៏ដូចជាកុំសេពសូរ៉ាសេពប៊ីយ៉ាជាដើមអរគុណសម្រាប់ការតាមដានវីដេអូ